ធនស៊ីហុងបានថ្លែងប្រាប់ក្រុមការងារ P Anand Sport ថាសុខភាពនិងស្ថានភាពទូទៅរបស់ខ្លួននៅធម្មតាបើទោះបីមួយរយៈចុងក្រោយនេះមានស្ថានភាពចំនួនតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃក៏ដោយកីឡាករវ័យ25ឆ្នាំរូបនេះបញ្ជាក់ថាខ្លួននៅតែបន្តវឹកហាត់ជាប់ជាប្រចាំមិនបានសម្រាកឡើយគ្រាន់តែមិនសូវសម្រុកវឹកហាត់ខ្លាំងដូចសពដងប៉ុណ្ណោះសហគមន៍នៃក្លឹបប្រដាល់ធំសភាគុនខ្មែរបានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលសង្វៀន P Anand បានផ្ដល់ឱកាសឲ្យខ្លួនឡើងប្រកួតម្ដងទៀតដោយគេបានបញ្ជាក់ថាសម្រាប់ការប្រកួតនេះមិនថាជួបដៃគូមកពីប្រទេសណាក៏ដោយគេមិនមានបញ្ហាអ្វីឡើយសំខាន់ឲ្យតែគីឡូត្រូវគ្នានឹងឡើងប្រកួតដោយស្មារតីកីឡាករមានដើមកំណើតមកពីទឹកដីខេត្តព្រៃវែងរូបនេះបានបន្ថែមថាសម្រាប់ការប្រកួតលើកនេះខ្លួននឹងខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពនិងមិនឲ្យពុកម៉ែបងប្អូនដែលបានចូលរួមទស្សនាផ្ទាល់នៅសង្វៀននិងតាមកញ្ចក់ទូរទស្សន៍ខកបំណងឡើយចំពោះការអះអាងថាអាចបដូរដៃគូបានឬអត់ហ៊ុនស៊ីហុងបាននិយាយថាខ្លួនមិនទាន់ហ៊ានសន្និដ្ឋានជាមុនឡើយព្រោះអ្វីៗទាំងអស់ជាក់ស្ដែងនៅលើសង្វៀនទន្ទឹមនឹងនេះហ៊ុនស៊ីហុងក៏បានបង្ហាញជំនឿចិត្តរបស់ខ្លួនដោយដាក់ក្តីរំពឹងត្រឹម 50% ប៉ុណ្ណោះព្រោះមិនទាន់ស្គាល់ច្បាស់ពីសមត្ថភាពនិងចំណុចពិសេសរបស់ដៃគូខណៈអ្វីៗទាំងអស់នឹងត្រូវសម្រេចនៅថ្ងៃប្រកួតជាក់ស្ដែងបាទអត់អីបងធម្មតាការហាត់អត់អីបងត្រៀមខ្លួនបានល្អហើយបងយើងនៅហាត់សមតិចតិចដែរសម្រាប់ខ្ញុំគឺសុខចិត្តបងដែរខាង PN គាត់ផ្ដល់ឱកាសឲ្យខ្ញុំទៅប្រកួតនៅនោះម្ដងទៀតបាទអត់ដឹងដែរបងខ្ញុំសម្រាប់ខ្ញុំប្រទេសណាក៏ប្រកួតដែរបាទឲ្យតែគីឡូប៉ុណ្ណេះបាទសម្រាប់ខ្ញុំគឺធ្វើឲ្យពុកម៉ែបងប្អូនចូលទស្សនាឲ្យល្អមើលខ្ញុំខំប្រឹងព្យាយាមឲ្យអស់ពីសមត្ថភាពបាទសម្រាប់ខ្ញុំចាំមើលជាក់ស្ដែងលើសង្វៀនសម្រាប់ខ្ញុំគឺនឹងមានជំនឿចិត្តលើខ្លួនឯងនិងព្យាយាមប្រកួតឲ្យអស់ពីសមត្ថភាពឲ្យពុកម៉ែបងប្អូនចូលទស្សនាឲ្យខកចិត្តបាទសម្រាប់ខ្ញុំគឺរំពឹង50-50សិនទេបងចាំមើលជាក់ស្ដែងលើសង្វៀនព្រោះយើងអត់ទាន់ដឹងដៃគូដែរគូបញ្ជាក់ផងដែរថាធនស៊ីហុងជាបេក្ខភាពប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងកីឡាករមកពីប្រទេសអារ៉ង់អាមៀរេសាម៉ាសោតក្នុងប្រភេទទម្ងន់60គីឡូក្រាមដែលជាគូអមកម្មវិធីប្រកួតដណ្ដើមខ្សែក្រវ៉ាត់រវាងប៊ុនសុធានិងប៉ែនកយ៉ាស៊ីនអមដោយទឹកប្រាក់$10,000ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី18ខែមករាឆ្នាំ2026នៅស្ថានីយ៍ទូរទស្សន៍ P Anand ដែលមានការផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង 1 រសៀលតទៅតាមកញ្ចក់ទូរទស្សន៍ P Anand Page Facebook YouTube P Anand Sport ព្រមទាំង Facebook Bia Ginsberg